បាទសូមអនុញ្ញាតបន្តកម្មវិធីព័ត៌មានតទៅទៀតវគ្គនេះយើងខ្ញុំភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មានតាមបណ្ដាខេត្តប៉ុន្តែមុននឹងភ្ជាប់សូមអនុញ្ញាតជូនសាររបស់មហាជនមួយចំនួនសិនគាត់ផ្ញើសារមកពីមើលភូមិអីចេះខ្ញុំសូមអានឈ្មោះតិចភូមិសំរោងទាវសង្កាត់ក្រាំងធ្នង់កាប់មុនខណ្ឌដង្កោឥឡូវនេះប្រហែលជាអាចខណ្ឌពូសាន់ជ័យក៏ថាបានដែរគាត់បាននិយាយថាគាត់បានទិញផ្ទះពីក្រុមហ៊ុនអូស៊ីណាមានន័យថាក្រុមហ៊ុននឹងសាងសង់ផ្ទះល្វែងលក់បាននៅភូមិឃុំដែលខ្ញុំបានលើកឡើងខាងលើហ្នឹងថារាប់រយរាប់ពាន់ផ្ទះឯនោះក៏ប៉ុន្តែតាំងពីទិញឆ្នាំ2008មកគឺក្រុមហ៊ុនបានគ្រាន់តែរៀបឥដ្ឋពណ៌ក្រហមហ្នឹងហើយនឹងចាក់ឡៅទឿបានបន្តិចឥឡូវនឹងព្រៃវាដុះពេញក្នុងត្មងបាទហើយគឺថាអត់បានសាងសង់ឲ្យអតិថិជនទេហើយអតិថិជនបង់ថវិកាហ្នឹងវា3ដំណាក់កាលមកហើយមួយដំណាក់កាលគឺ$12,000សហរដ្ឋអាមេរិកហើយតម្លៃផ្ទះនោះ$60,000អ្វីដែលគាត់ស្នើសុំពីក្រុមហ៊ុនវិញគឺចង់ឲ្យក្រុមហ៊ុននឹងសាងសង់ផ្ទះឲ្យបានឆាប់រហ័សផ្ដល់ឲ្យគាត់ពួកគាត់បានគេហៅថាបំពេញកាតព្វកិច្ចរបស់ខ្លួនហើយខាងអតិថិជនហ្នឹងអញ្ចឹងនៅខាងក្រុមហ៊ុនកុំទុកចោលដុសព្រៃដុសស្លែអញ្ចឹងហើយប្រជាពលរដ្ឋរាប់រយរាប់ពាន់ម្ដុំនោះបើសិនជាសាងសង់ទាំងអស់ហ្នឹងគឺនៅក្នុងទៅជាតំបន់មួយល្អប្រសើរគាត់ថាអញ្ចឹងណាបាទហើយគាត់ថាគាត់ធ្លាប់ទៅសួរច្រើនដងហើយនៅក្រុមហ៊ុនហ្នឹងក៏ប៉ុន្តែក្រុមហ៊ុនចេះតែឆ្លោយចេះឆ្លោយចុះបាទអញ្ចឹងក្រុមហ៊ុនអូស៊ីណាខ្ញុំមិនដឹងថាអ្នកណាជាម្ចាស់ទេហើយក្រុមហ៊ុនខាងក្រុមហ៊ុនថាបើមិនសុខចិត្តទេតែប្តឹងឯណាប្តឹងទៅគាត់និយាយប្រាប់ខ្ញុំអញ្ចឹងណាហើយខ្ញុំមានអាចសម្លេងបើសិនជាយ៉ាងម៉េចខ្ញុំបង្ហាញសម្លេងនោះអរគុណអាហ្នឹងគឺជាសាររបស់មហាជនដែលផ្ញើមកស្ថានីយ៍ទូរទស្សន៍ហងមាស ATV តាមរយៈទូរស័ព្ទរបស់ខ្ញុំទេបាទប៉ុន្តែមានច្រើនដែរសូមអនុញ្ញាតជូនទៅលោកបត្រាឆ្លើយឆ្លងជាមួយភ្នាក់ងារបាទសូមជម្រាបអរគុណលោកសុខៈសូមជួបទូរស័ព្ទទៅភ្នាក់ងារប្រចាំការនៅក្នុងខេត្តបាត់ដំបងជួបនឹងលោកកាំងរីបាទជម្រាបសួរលោកកាំងរីបាទជំរាបសួរលោកវត្រាលោកសុខៈបាទជំរាបសួរលោកកាំងរីព្រឹកនេះអាកាសធាតុនៅខេត្តបាត់ដំបងទិដ្ឋភាពយ៉ាងណាដែរទៅលោកបាទមានការត្រជាក់ឬក៏ថ្ងៃធម្មតាទេលោកទទួលអត់បានលោកកាំងរីសូមរកសេវាបន្តិចបាទសូមមានមេឃរឿងកតុំបន្តិចបាទតែមិនថ្ងៃមិនទាន់បើកកន្លះនៅឡើយទេបាទហើយរឿងរ៉ាវព្រឹកនេះមានអីជំរាបជូនដល់សាធារណជនបាទសូមអញ្ជើញបាទព្រឹកនេះមានសេចក្តីរាយការណ៍មួយបាទនគរបាលចរាចរណ៍ជើងគោខេត្តបង្ក្រាបរថយន្តចំនួន4គ្រឿងតត្រង់ទៅលើទៅក្រោយខុសលក្ខណៈបច្ចេកទេសបាទសូមអញ្ជើញទិដ្ឋភាពយ៉ាងម៉េចខ្លះចង់មើលរូបភាពមើលថាការបង្ក្រាបហ្នឹងរថយន្តវាតត្រង់ឬក៏ឃ្លាតចេញយ៉ាងម៉េចខ្លះសូមអញ្ជើញបាទលោកសំសរាយនាយរងផ្នែកចរាចរណ៍ជើងគោខេត្តបានដឹងថារថយន្តដឹកទំនិញធុនធំចំនួន4គ្រឿងដែលតត្រង់ខុសលក្ខណៈបច្ចេកទេសត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោក្នុងការខេត្តបាត់ដំបងរួមគ្នាចាប់រួចនាំយកមកការិយាល័យចរាចរណ៍ដើម្បីធ្វើការអប់រំឲ្យម្ចាស់ហ្នឹងកាត់រុះរើត្រង់ចេញឲ្យស្របទៅតាមលក្ខណៈត្រឹមត្រូវស្មើត្រង់តាមច្បាប់ដើមវិញដែលបំពេញនឹងមាត្រា53នៃច្បាប់ចរាចរណ៍ផ្លូវគោកបាទហើយលោកបន្តថានេះមិនមែនតែរថយន្តដឹកអង្ការនេះទេនៅមានរថយន្តធុនតូចធំជាច្រើនទៀតកំពុងតត្រង់ខុសលក្ខណៈបច្ចេកទេសដឹកទំនិញកំពុងធ្វើចរាចរណ៍លើដងផ្លូវសាធារណៈហើយតែងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់មន្ត្រីជំនាញនឹងបើកយុទ្ធនាការចាប់ផ្ដើមបង្ក្រាបបន្តហើយមិនថាតែតត្រង់ខុសលក្ខណៈបច្ចេកទេសទេកង់សឹករិចរិលក៏ត្រូវតែឲ្យដោះចេញនិងផាកវិន័យឲ្យបានមើងម៉ាត់ដែលដើម្បីឲ្យកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាទហើយម្ចាស់រថយន្តដែលត្រូវនគរបាលចាប់គាត់យកមកពេលនេះបានលើកឡើងថាបើបង្ក្រាបសូមឲ្យប៉ូលីសនឹងបង្ក្រាបទូទៅកុំចាក់តែរថយន្តពួកគាត់តូចតាចហើយរថយន្តដឹកអង្ការនេះវាស្រាលបើមិនតត្រង់បែបនេះទេដឹកមិនរួចថ្លៃប្រេងនឹងមិនបានចំណេញឡើយបាទហើយនៅក្នុងនោះតែលោកបត្រាបានមជ្ឈដ្ឋានជាច្រើនបានរិះគន់ចំពោះមន្ត្រីនគរបាលចរាចរណ៍ជំនាញតែដាក់ទីតាំងនៅតាមដងផ្លូវនានាតែយកតែលុយឲ្យរថយន្តបន្តដឹកដំណើរទៅមុខទៀតដោយមិនអនុញ្ញាតដោយមិនអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោកនោះឲ្យបានមើលម៉ាត់ឡើយដូចជាហាក់វិន័យឲ្យបានខ្លាំងក្លាឡើយគឺមិនបើមិនមានបើមិនមានច្បាប់ចាស់និងច្បាប់ចរាចរណ៍ថ្មីដាក់ឲ្យអនុវត្តយ៉ាងណាក្តីទោះបីច្បាប់អនុវត្តនឹងដាក់ឲ្យអនុវត្តយ៉ាងណាក្តីសូមបងលុយឲ្យទៅលុយសូមកាត់គឺឲ្យទៅហើយបាទសូមកាត់សេចក្តីលោកបន្តិចតេតងទៅនឹងការចាប់រថយន្តរហូតដល់4គ្រឿងហ្នឹងថាតើសមត្ថកិច្ចរហូតដល់ពេលនេះមានការដោះលែងវិញឬក៏ពមៀនឲ្យគាត់ចុះកិច្ចសន្យាឲ្យរស់រើត្រង់នឹងចេញ
ហើយដល់ឡែកកង់សបកកង់វិញសមាជិកមានបានណែនាំយ៉ាងម៉េចខ្លះទៅដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ដឹកល្មើសហ្នឹងហើយសបកកង់សឹកនោះបាទបាទជាការប៉ុណ្ណាលោកបត្រាបាទរថយន្តដែលលោកបត្រាឃើញទាំងអស់នេះកន្លងមកគឺมันមានការចាប់បង្ក្រាបទេដោយលោកតាតែមានការដាច់ខ្សែភ្លើងនៅមានទីបណ្ដឹងពីវិជារដ្ឋបានមន្ត្រីនគរបាលហ្នឹងធ្វើការចាប់បង្ក្រាបហើយការចាប់បង្ក្រាបទីនេះគឺចាប់បង្ក្រាបគឺมันអនុញ្ញាតឲ្យគាត់ទៅមុខទេគឺទៅឲ្យគាត់នឹងកាត់ត្រង់ទាំងអស់នេះចេញរុះរើចេញឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសវិញបានអនុញ្ញាតឲ្យគាត់ទៅហើយតែបើគាត់មិនកាត់ទេរថយន្តនឹងនៅទុកចោលនៅនឹងតែម្ដងបាទហើយនៅក្នុងនោះដែរពាក់ព័ន្ធនឹងបញ្ហានេះលោកតាប្រសាននៃការិយាល័យចរាចរណ៍ជាងគោខេត្តហ្នឹងលោកបាននិយាយបន្តយ៉ាងដូចនេះថាបាទសូមស្ដាប់សម្លេងរបស់លោកតិចបាទតទៅនេះសូមស្ដាប់នឹងការលើកឡើងរបស់លោកប្រធានចរាចរណ៍ខេត្តបាត់ដំបងបញ្ហាតកម្ពស់នេះគឺផលប៉ះពាល់ដល់ច្រើនជាពិសេសគឺប៉ះពាល់ខ្សែភ្លើងតែម្ដងខ្សែភ្លើងខ្សែកាបអីផ្សេងដែលកាត់រត់កាត់ទៅក្នុងនេះគឺមានការដាច់ជាបន្តបន្ទាប់ដែលជាបរដ្ឋច្រើនតែរអ៊ូរតំបាទអរគុណលោកកាំងរីរាយការណ៍ពីខេត្តបាត់ដំបងបាទអរគុណលោកត្រាងលោកសុខាបាទជម្រាបលាលោកបាទរូបភាពអំបញ្ញមិញសម្ភាសហ្នឹងមិនមែននគរបាលចរាចរណ៍ទេខ្ញុំគិតថាប្រហែលជាស្នងការរងខេត្តទទួលបន្ទុកចរាចរណ៍សម្ដាប់ធ្នាប់អញ្ចឹងណាអញ្ចឹងបើចរាចរណ៍ទៅពាក់សម្លៀកបំពាក់ចរាចរណ៍ឆ្ងល់ចេញមករូបអរគុណឥឡូវនេះសូមអនុញ្ញាតជួបភ្នាក់ងារមួយរូបទៀតមិនអញ្ចឹងណាបាទជួបនឹងលោកប៊ុនថនបាទលោកប៊ុនថនជំរាបសួរលោកប៊ុនថនបាទលោកប៊ុនថនបាទយ៉ាមកចេះលោកប៊ុនថនជំរាបសួរបាទជារឿងឆ្ងាយបាទជំរាបសួរលោកសុខាលោកបត្រាបាទសូមចូលរៀងគៀកគ្នាបន្តិចបាទកុំខ្លាចខ្ញុំពេកបាទថាតើមានអ្វីរាយការណ៍ពីខាងប៉ោយប៉ែតលោកប៊ុនថនបាទនៅព្រឹកនេះខ្ញុំបានមានសេចក្តីរាយការណ៍មួយដែរបាទពលករខ្មែរកាន់កាត់ទីចម្ពូស្របច្បាប់នៅប្រទេសថៃត្រឡប់មកកម្ពុជាវិញត្រូវបានតម្រួតថៃចម្រិតយកលុយម្នាក់400បាតលោកបាទអូហេតុអីបានជាកើតចេញជាការចម្រិតយកលុយឲ្យប្រមាណអ្នកស្វាសុំចេញបាទក្នុងមួយថ្ងៃពលករខ្មែរគេឃើញត្រឡប់មកកម្ពុជាវិញរាប់រយនាក់មកពីធ្វើការប្រទេសថៃនៅពេលត្រឡប់មកដល់ខ្មែរវិញហ្នឹងត្រូវបានតម្រួតថៃហ្នឹងដាក់ទីតាំងត្រួតពិនិត្យនៅគេហៅថាចំណុចនងគង់ស្រុកវឌ្ឍនានគរខេត្តស្រាកែវបាទនៅពេលពួកគាត់មកដល់ច្រកអន្តរជាតិប៉ោយប៉ែតបាននិយាយប្រាប់ឲ្យដឹងថាពួកគាត់ត្រូវមានបានបាទសំទោសមានបានកាន់បានទីចម្ពូដែលអាជ្ញាធរថៃចេញឲ្យគឺការទីចម្ពូនេះឯងទៅមានតម្លៃការមួយនេះមានតម្លៃ3000បាតស្មើនឹង$100គឺមានសិទ្ធិបាទធ្វើការនៅក្នុងប្រទេសថៃក៏ដូចជាធ្វើដំណើរចេញចូលមកកាន់កម្ពុជាបាទប៉ុន្តែពេលមកដល់បានធ្វើដំណើរតាមរថយន្តមកត្រឡប់មកខ្មែរវិញមកដល់តម្លៃប៉ុស្តិ៍តម្រួតថៃនងគង់ហ្នឹងត្រូវបានតម្រួតថៃហៅចុះពីរថយន្តហើយឲ្យចូលទៅក្នុងប៉ុស្តិ៍ចាប់ផ្ដើមយកលុយពីពួកគេហ្នឹងក្នុងម្នាក់400បាតទើបឲ្យជិះរថយន្តមកកាន់ព្រំដែនជាយើងអញ្ចឹងបាទលោកបាទហើយតើទៅនឹងបញ្ហាហ្នឹងថាតើលោកមានបានតាក់ទងទៅខាងនគរបាលដែលប្រចាំនៅច្រកទ្វារនឹងជួយអន្តរាគមន៍ដល់ពលករខ្មែររបៀបមិនខ្លះទៅបាទហើយចំណុចនេះយើងអាចទំនាក់ទំនងជាមួយអគ្គកុងស៊ុលកម្ពុជាប៉ុន្តែទៅទូរស័ព្ទចូលជាច្រើនដងតែលោកមិនទទួលបញ្ហានេះក៏ឡងមកអគ្គកុងស៊ុលកម្ពុជាយើងប្រចាំនៅប្រទេសថៃតែជួយដល់ពលករយើងតែពេលនេះយើងមិនអាចទទួលព័ត៌មានពីគាត់បានដោយគាត់មិនលើកទូរស័ព្ទបញ្ហានេះសូមបញ្ជាក់ថាពលករទាំងអស់មានបានពីចម្ពោះលោកគឺពួកគាត់មកដល់កម្ពុជាហើយគឺគាត់មានសិទ្ធិត្រឡប់ទៅចិញ្ចូលណាវិញដោយសារតែធ្វើវីសាគាត់តែវាយវីសាពួកគាត់អាចមានសិទ្ធិចូលទៅវិញបញ្ហានេះបានគួរតែខាងកុងស៊ុលធ្វើការចរចាជាមួយថៃដើម្បីព្រោះថាបញ្ហានេះគឺបញ្ហាដែលពលករយើងមិនខុសច្បាប់ទេគឺស្របច្បាប់ចុះហេតុអ្វីបានតម្រួតថៃនៅតែបំពេញយកលុយកាក់ពីកម្ពុជាហើយសូមបញ្ជាក់ថាពួកគាត់មិនខុសពីពាក្យថាចុះទឹកកពើឡើងលើខ្លាទេមកដល់កម្ពុជាក៏មានខាងកម្ពុជាយើងក៏ខ្លះក៏យកលុយកាក់ពីគាត់ដែរបញ្ហានេះវាជាបញ្ហាមួយដ៏ក្រៅទុកគួរតែអាជ្ញាធរពាក់ព័ន្ធនៅព្រំដែនធ្វើការយកចិត្តទុកដាក់ពីបញ្ហានេះមិនគួរមានសកម្មភាពបែបនេះបន្តទៀតទេលោកបាទអរគុណច្រើនលោកប៊ុនថនបាទអរគុណជម្រាបលាលោកទាំងពីរបាទអរគុណច្រើនថែមជូនលោកប៊ុនថនមកឃ្លាទៀត
មានន័យថាចុះទឹកកពើឡើងលើខ្លាចូលព្រៃបលាចូលផ្សារបលិស បាទ4ពាក្យ អរគុណទោះបីយ៉ាងណាក៏ដោយគឺថាអាជ្ញាធររបស់កម្ពុជាតែងតែជួយសម្របសម្រួលជាពិសេសគោលនយោបាយរបស់រដ្ឋាភិបាលនៅក្នុងការធ្វើឲ្យប្រសើរឡើងនៃសិទ្ធិរបស់ពលករចំណាក់ស្រុកបាទបើទោះបីជាក្នុងនោះមានគេហៅថាបុគ្គលមួយចំនួនឆ្លៀតពងនៅពេលដែលបងប្អូនកម្មការនេះត្រឡប់មកឬក៏ទៅបាទហើយក្នុងនោះក៏មានមន្ត្រីរបស់ភាគីថៃដែលបំពេញច្បាប់របស់ខ្លួនយកកេងចំណេញពីពលករខ្មែរដែលធ្វើឲ្យប៉ះពាល់ទៅដល់គោលនយោបាយរបស់ប្រទេសរបស់ខ្លួនឯងអានោះវាសិតអញ្ចឹងមានន័យថាប្រទេសណាដោយប្រទេសណាដែរគោលនយោបាយរបស់គេវាផ្សេងអំពីគោលនយោបាយរបស់បុគ្គលរកលុយដាក់កប៉ៅបាទដូចគ្នា អរគុណលើសូមពេលសម្រាប់អប្លេសិនទីទៀតយើងខ្ញុំជួបទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មានជាបន្ត